កំពុងតែបោះពួយយ៉ាងលឿនលយមកដល់ចិត្តកងពាន់ទី2ហើយដែលទូកខ្សែទឹកខាងក្នុងមានឈ្មោះថាទេសចរដេជោសែនជ័យដែលជាទូករបស់ខេត្តព្រៃវែងពាក់ផ្លាកលេខ092ចំណែកឯទូកខ្សែទឹកខាងក្រៅគឺមានឈ្មោះថារន្ទះ3សេរីសែនជ័យដែលជាទូករបស់ខេត្តកណ្ដាលពាក់ផ្លាកលេខ096ឯកសណ្ឋានរបស់ទូកខ្សែទឹកខាងក្រៅគឺមានពណ៌ត្រួយចេកស្រស់ចាចំណែកឯកសណ្ឋានទូកខ្សែទឹកខាងក្នុងគឺមានពណ៌បៃតងចាស់ឥឡូវនេះទូកខ្សែទឹកខាងក្រៅដែលមានឈ្មោះថារន្ទះ3សេរីសែនជ័យដែលជាទូករបស់ខេត្តកណ្ដាលគាត់កំពុងតែដកខ្លួនហើយគឺជិតដល់ទីប្រត់ហើយចាឥឡូវនេះគាត់ទទួលបានជ័យជំនះទៅហើយទូករន្ទះ3សេរីសែនជ័យដែលស្ថិតនៅខ្សែទឹកខាងក្រៅគឺគាត់ជាអ្នកទទួលបានជ័យជំនះគូទី84កំពុងតែបន្ថែមល្បឿនដើម្បីចាប់យោងកងពាន់ទី2ដែរបាទគូទី84ចាទូគូទី84នេះខ្សែទឹកខាងក្រៅដែលមានឈ្មោះថាទេសចរដេជោសែនជ័យនេះគឺឲ្យជាទូកអតីតដែលមានឈ្មោះថាធនស័កសែនជ័យចាមកពីបារាយប៉ុន្តែដោយហេតុថាទូកទេសចរដេជោសែនជ័យនេះខ្វះកម្លាំងអញ្ចឹងហើយបានស្នើសុំជួយដល់បងប្អូនខាងខេត្តព្រៃវែងឲ្យជួយអមចាទូកទេសចរដេជោសែនជ័យតែទូកនេះទទួលបានការឧបត្ថម្ភពីសំណាក់ឯកឧត្តមចាបណ្ឌិតថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរតែម្ដងចាសូមអរគុណគូទី84បានមកដល់មុខព្រះពន្លាហើយគូទី84ខ្សែទឹកខាងក្នុងដែលកំពុងតែមានព្រៀបនោះគឺរន្ទះ3សេរីសែនជ័យកោះធំខេត្តកណ្ដាលឯខ្សែទឹកខាងក្រៅទេសចរដេជោសែនជ័យបាទលោកស្រីប្រាក់កំផស្សបានជម្រាបជូនហើយថាមកពីខេត្តព្រៃវែងក៏ប៉ុន្តែជាទុកបាទស្នើកម្លាំងខេត្តព្រៃវែងនៅពេលនេះឃើញថារន្ទះ3សេរីសែនជ័យស្រុកកោះធំខេត្តកណ្ដាលដែលបានទទួលជ័យជំនះក្នុងគូទី84